មើលទៅនេះដូចជាដុំមាសទាំងដុំរបស់អ្នកភូមិអញ្ចឹងព្រោះអីកាលពីមុនសឹងតែបោះបង់ចោលហើយប្រភេទសូត្រមាសធ្វើពីតកៅនាងធ្វើចេញជាសាប៊ូនេះណាព្រោះអីអត់សូវមានទីផ្សារទេប៉ុន្តែឥឡូវដោយសារបានខាងក្រុមហ៊ុនកវ៉ាន់កម្ពុជាជួយជំរុញទៅដល់សាប៊ូសូត្រមាសឯក BUT ដែលគាត់បានកែច្នៃសូត្រមាសនេះធ្វើជាសាប៊ូសិប្បកម្មនៅខាងប្រទេសមានជ័យអ្នកភូមិគឺគាត់បកកែណាហើយនេះសិតតែជាសាប៊ូស្ដៅសាប៊ូអីសូម្បីតែក្មេងៗនៅចកាសៃផាចឯដែលខ្ញុំបានទៅដល់នៅខាងប្រទេសមានជ័យក៏គាត់ចេះធ្វើអាសាប៊ូដែលធ្វើចេញមកពីស្លឹកស្ដៅនឹងដែរដែលយកមកបុកលក្ខណៈបែបបុរាណប៉ុន្តែឥឡូវហ្នឹងគឺអ្នកភូមិអ្នកស្រុកនៅហ្នឹងគឺគាត់មានការងារធ្វើនៅក្នុងសិប្បកម្មមួយដែលគាត់ធ្វើសាប៊ូហ្នឹងគឺចេញមកពីប្រភេទស្លឹកស្ដៅប្រភេទអីទាំងអស់ហ្នឹងគឺច្នៃធ្វើបានទាំងអស់ក្មេងៗនៅតែសៃផាចបកកែណានៅចកាខ្ញុំទៅដល់ខ្ញុំពិតជាសរសើរមែនតើសំបីតែសាប៊ូនិយាយទៅសាប៊ូបែបបុរាណគឺគេធ្វើបែបហ្នឹងឯងសាមញ្ញទេបុកមកប៉ុន្តែជាលក្ខណៈសិប្បកម្មវិញគឺគាត់ធ្វើបានល្អខ្លាំងមែនតើឥឡូវហ្នឹងសាប៊ូសូត្រមាស IBUT លក់ដាច់ណាខ្មែរយើងគ្រប់គ្រងច្រើនផលិតផលក្នុងស្រុករបស់យើងបកកែណាដោះបំបត្តិមុនបំបត្តិរោលបំបត្តិអីល្អអញ្ចឹងកុំភ្លេចជាវនៅលើ page IBUT ដែលគាត់មានលក់ផលិតផលក្នុងស្រុកជាច្រើនសិតតែផលិតផលរបស់កូនខ្មែរយើងហើយល្អណាស់បានហោះយន្តហោះទៅដល់ក្រៅប្រទេសអូស្ត្រាលីអីណាអាមេរិកអីណាមានបងប្អូនខ្មែរយើងជួយជាវណានេះ Facebook page របស់គាត់ IBUT ពុកម៉ែបងប្អូនអាចជាវបានសាប៊ូសូត្រមាសរបស់គាត់តែមាន IBUT ក៏ដូចជាកវ៉ាន់កម្ពុជាអីហ្នឹងគឺគាត់មានលក់ទាំងអស់ហើយដើមតងនៃការផលិតសាប៊ូនេះគឺចេញមកពីសបុកតកៅនាងនឹងឯងដែលដុកឌឿដែលយើងយកមកញ៉ាំហ្នឹងគឺជារបបប្រភេទសូត្រមាសដែលគេយកទៅធ្វើសាប៊ូដោយសារតែសូត្រហ្នឹងគឺមានសារធាតុចិញ្ចឹមល្អបំបត្តិកាត់បន្ថយស្នាមជ្រីវជ្រួញជំរុះកោសិកាចាស់ធ្វើឲ្យស្បែកនឹងទន់ភ្លឺរលោងអីអញ្ចឹងគឺសាប៊ូនេះពិកែមែនតើហើយនេះគឺសូត្រមាសសបុកទាំងដុំ1គីឡូ$100ជាងដែលគេយកមកធ្វើសាប៊ូហ្នឹងហើយគេប្រើសារធាតុមួយហ្នឹងដែលគេកូរហ្នឹងគឺមានកម្ដៅក្តៅខ្លាំង100ជាងអង្សាដាក់សូត្រមាសនឹងចូលទៅកូរទៅគឺរលាយចូលទៅក្នុងនឹងតែម្ដងតែសាប៊ូនេះគឺអត់មានប្រើសារធាតុអីណាពីណីអត់មានប្រភពវេសិតទៅរបស់នៅក្នុងស្រុកទាំងអស់ដែលផលិតចេញជាសាប៊ូអញ្ចឹងពុកម៉ែបងប្អូនដែលធ្លាប់ប្រើជួយខមមិនផងយ៉ាងណាដែរជួយ feedback ដើម្បីឲ្យអ្នកក្រោយដែលអត់ទាន់បានប្រើគ្រប់គ្រងផលិតផលក្នុងស្រុកយើងទាំងអស់គ្នាជាតិនិយមទាំងអស់គ្នាព្រោះសិតតែជាផលិតផលមួយដែលជួយជំរុញទៅដល់សេដ្ឋកិច្ចក្នុងស្រុកអ្នកភូមិមានការងារធ្វើច្រើនដូចសូត្រមាសនេះអញ្ចឹងគេយកមកកូរធ្វើឲ្យវារលាយនិយាយទៅរលាយចូលទៅក្នុងនឹងសពហ្មងអញ្ចឹងហើយបានធ្វើឲ្យសារធាតុដែលល្អដែលមាននៅក្នុងសូត្រមាសដែលចេញពីតបុកតកៅនាងហ្នឹងគឺបានជួយទៅដល់ស្បែករបស់យើងបានល្អមែនតើអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលប្រើផលិតផលនេះហើយជួយខមមិននេះជាម្សៅដែលគេធ្វើចេញជាសាប៊ូស្ដៅហើយនឹងស្លឹកតបែកស្លឹកអីហ្នឹងគឺគាត់ធ្វើបានទាំងអស់សិតគ្រឿងនៅជុំវិញផ្ទះអ្នកប្រទេសមានជ័យបកកែណាអញ្ចឹងសម្រាប់ខាង IBUT គឺគាត់បានពំនាំយកសាប៊ូនេះយកជំរុញទៅដល់ទីផ្សារដែលពុកម៉ែបងប្អូនអាចជាវបានប្រភេទសាប៊ូសូត្រមាសនេះគឺគាត់ផលិតច្រើនមែនតើនិយាយទៅកាលពីមុនណាត្រឹម100ដុំទេប៉ុន្តែឥឡូវចូលដល់រាប់ពាន់ដុំដែលពុកម៉ែបងប្អូនមានការគ្រប់គ្រងអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាពុកម៉ែបងប្អូនជួយជាវសាប៊ូសូត្រមាស IBUT ទាំងអស់គ្នាដើម្បីជំរុញទីផ្សារទៅដល់អ្នកផលិតដើម្បីឲ្យគាត់មានកម្លាំងចិត្តក្នុងការផលិតណាព្រោះកវ៉ាន់កម្ពុជាគាត់ពំនាំយកផលិតផលនៅក្នុងស្រុកជាច្រើនដើម្បីជំរុញជួយលក់ជួយធ្វើទីផ្សារនេះជារឿងល្អដែលធ្វើឲ្យអ្នកផលិតគឺគាត់សប្បាយចិត្តនៅក្នុងការផលិតដឹងតែអង្គុយចាំតែផលិតទេអ្នកលក់ដឹងតែលក់អ្នកធ្វើទីផ្សារដឹងតែធ្វើទីផ្សារផលិតធ្វើម៉េចឲ្យបានល្អហើយអ្នកប្រើគាត់ព្យាយាមគ្រប់គ្រងទៅយើងនឹងជោគជ័យទាំងអស់គ្នាហើយខ្មែរយើងជាតិនិយមទៅយើងប្រើផលិតផលក្នុងស្រុកលុយនៅក្នុងស្រុករបស់យើងអត់មានចេញទៅក្រៅច្រើនអីចឹងទៅនេះជារឿងល្អមែនតើហើយសាប៊ូនេះគឺល្អសម្រាប់អ្នកប្រើមែនតើខ្លាំងហ្មងព្រោះខ្ញុំឃើញការផលិតរបស់គាត់អត់មានប្រើអីដែលធ្វើឲ្យប៉ះពាល់យើងសោះហ្មងខ្ញុំឈរមើលទៅឲ្យសំបីខ្ញុំទៅឈរហ្នឹងក៏ខ្ញុំអត់មានអារម្មណ៍ថាខ្លាចអូប៉ះពាល់អីចេះប៉ះពាល់អីចុះដែរព្រោះពួកគាត់នៅក្នុងហ្នឹងគឺគាត់ធ្វើការយ៉ាងស្និទ្ធស្នាលជាមួយនឹងសាប៊ូមួយនេះគឺគាត់អត់មានបារម្ភថាអូវាមានគីមីប៉ះពាល់អ្នកប្រើអ្នកអីទេអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនដែលធ្លាប់ប្រើជួយខមមិនជាទំនុកចិត្តដល់អ្នកដែលមិនទាន់បានប្រើនៅសាប៊ូសូត្រមាសនេះព្រោះឥឡូវនេះគឺកំពុងថាផលិតច្រើនត្រូវការពុកម៉ែបងប្អូនគ្រប់គ្រងបន្ថែមទៀតអរគុណបាយបាយ